ជំរាបសួរលោកតាលោកយាយពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកធ្វើញោមស្វាយញ៉ាំបងប្អូនចាដោយសារតែស្វាយនេះយើងស្វាយបែបមកពីបង្រៀបគាត់ឲ្យមកហើយស្វាយហ្នឹងគឺជូរខ្លាំងដល់អញ្ចឹងគឺនាងខ្ញុំញ៉ាំទៅសគាថ្មិញអញ្ចឹងឥឡូវយកមកញ៉ាំនាងខ្ញុំមានស្វាយនាងខ្ញុំអានេះគឺមានស៊ូលាយបងប្អូនចាមានពេញប៉ោះមានការ៉ុតហើយមានម្ទេសក្រហមយើងចាហើយខាងនេះគឺនាងខ្ញុំដាក់ជាមួយនឹង celery គេហៅថាដូចជាជីឆាយបងប្អូនស្រុកខ្មែរហើយនេះគឺនាងខ្ញុំមានជីអង្កាមហើយនឹងនេះស្លឹកខ្ទឹមចាហើយនេះម្ទេសដែរតែហិលអានេះអត់ហិលទេនេះហិលហើយចំណែកទឹកសោះវិញនាងខ្ញុំមានទឹកត្រីបុកបងប្អូនចានាងខ្ញុំបុកខ្ទឹមបុកម្ទេសដាក់ស្ករដាក់ក្រូចឆ្មាបន្តិចហើយនឹងទឹកត្រីទៅហើយយើងលាយវាមកល្មមណាបងប្អូនចាបងប្អូនញ៉ាំប៊ីចេងដាក់ប៊ីចេងទៅនេះខ្ញុំនេះខ្ញុំអត់បានដាក់ទេហើយសាច់វិញគឺនេះខ្ញុំមានសាច់ជ្រូក3ជាន់គឺនេះខ្ញុំស្ងោរវាឆ្អិនរួចហើយយកមកហាន់ហើយខាងនេះគឺត្រីឆ្អើរហើយបកាក្រៀមអញ្ចឹងគឺនេះខ្ញុំមានកញ្ចក់បញ្ចប់ប្រហែលមុខហ្នឹងបងប្អូនចាអូនៅខ្វះសណ្តែកដីទៀតបងប្អូនញ៉ាំសណ្តែកដីដាក់សណ្តែកដីនេះខ្ញុំមានសណ្តែកដីដែរបើថតនេះអត់បានយកនេះតែយកសណ្តែកដីយកមកដាក់នៅខ្វះសណ្តែកដីមួយមុខទៀតបងប្អូនឥឡូវនេះសណ្តែកដីយើងយកមកហើយគឺបន្ថែមសណ្តែកដីមួយមុខទៀតឥឡូវហ្នឹងគឺនេះខ្ញុំចាប់ផ្ដើមដាក់ញ៉ាំហើយបងប្អូននេះគ្រឿងក្រៅយើងសាច់ជ្រូកអីហ្នឹងគឺនេះខ្ញុំដាក់ចូលគ្នាទាំងអស់ដាក់លេទឹកត្រីតិចសិនដើម្បីឲ្យវាចាប់ជាតិជាមួយសាច់ហើយខ្ញុំដាក់បន្លែក្រោយឥឡូវគឺនេះខ្ញុំដាក់អី celery ការ៉ុតម្ទេសផ្លោកម្ទេសអីហ្នឹងគឺនេះខ្ញុំដាក់ចូលគ្នាជាមួយគ្នាស៊ូស្វាយអីហ្នឹងគឺដាក់ទាំងអស់ហ្នឹងឲ្យបងប្អូនទុកតាជីទេដាក់ក្រោយបើសម្រាប់នេះវិញបើសម្រាប់សណ្តែកដីគឺនាងខ្ញុំដាក់ក្រោយដូចគ្នាចាប់ដើមលាយបងប្អូនតាមពិតស្វាយវាអត់ច្រើនទេស្វាយហ្នឹង2ផ្លែគ្រាន់ថាស្វាយនៅស្រុកនេះយើងស្វាយគេនៅយកមកពីខ្មែរហាងចិនហ្នឹងទូចឲ្យ1គីឡូស្រុកនេះដូចជា1គីឡូប្រហែលទេបងប្អូនខាំទិញយូរដែរមិនដឹង7រៀលឬក៏10រៀលនេះស្វាយអញ្ចឹងណាព្រោះឥឡូវឡើងថ្លៃអីក៏ថ្លៃដែរអញ្ចឹងប្រហែលជាអាចឡើងថ្លៃអញ្ចឹងណាឥឡូវញោមស្វាយយើងរួចរាល់ហើយបងប្អូនស្វាយ2ផ្លែសោះបានឡើងមួយចានដែរបងប្អូនចាបោះថ្លៃយើងត្រូវឆ្នៃឲ្យវាមានតម្លៃឡើងមានតម្លៃបងប្អូនអើយដល់ថាស្វាយនៅស្រុកនេះណាមិនដូចយើងនៅស្រុកខ្មែរដំបូងឯងបងប្អូននៅស្រុកនេះណាអូយ1គីឡូ7-8រៀលអីបងប្អូន10រៀលអីនោះបងប្អូនគិតមើលស្រុកខ្មែរយើងទិញបានចេះតិចតាជីហើយនាងខ្ញុំបន្ថែមជាមួយនឹងសណ្តែកដីបងប្អូនដាក់ក៏បានមិនដាក់ក៏បានចូលចិត្តដាក់ច្រើនទៅបងចូលចិត្តដាក់តិចទៅម្ទេសបងប្អូនចង់ហិលជាងហ្នឹងថែមម្ទេសបានបងប្អូន